របៀបបង្កើតជីវិតមួយដែលយើងសម័យចង់បានតើពេលខ្លះអ្នកមានអារម្មណ៍ថាចង់រត់ចេញពីជីវិតដែលខ្លួនកំពុងរស់នៅចង់រត់ចេញពីការងារដែលហត់នឿយចង់រត់ចេញពីកាតព្វកិច្ចដែលចំពាក់ចំពិនឬពេលខ្លះចង់រត់ចេញពីខ្លួនឯងផងដែរថ្ងៃនេះយើងមិនមកនិយាយអំពីការបោះបង់អ្វីចោលឡើយផ្ទុយទៅវិញយើងនឹងរៀនអំពីរបៀបច្នៃជីវិតមួយដែលធ្វើឲ្យយើងមានសេចក្តីសុខរហូតដល់យើងលែងចង់បោះបង់វាចោលឥឡូវយើងចាប់ផ្ដើមជាមួយគ្នាផ្នែកទី1ជប់រស់នៅទាំងត្រដងនៅក្នុងធម្មជាតិសត្វព្រៃមិនដែលរស់នៅក្នុងភាពភ័យស្លន់ស្លោរហូតនោះទេដល់ពេលសម្រាប់ពួកវាក៏សម្រាប់ដល់ពេលដែលត្រូវធ្វើចលនាពួកវាក៏ធ្វើចលនាប៉ុន្តែមនុស្សយើងភាគច្រើនបែរជារស់នៅក្នុងរបៀបរស់ដើម្បីតែរស់ភ្ញាក់ឡើងទាំងល្វើយប្រញាប់ប្រញាល់ពេញមួយថ្ងៃជប់ឡើងមើលទូរស័ព្ទដើម្បីបំភ្លេចការហត់នឿយរួចក៏ដេកទៅវិញហើយធ្វើដដែលជីវិតដែលយើងចង់រត់ចោលភាគច្រើនគឺមកពីយើងទទួលរងសម្ពាធច្រើនជាងអ្វីដែលយើងខំប្រឹងសាងដូច្នេះសាកសួរខ្លួនឯងដោយស្មោះត្រង់ថាតើផ្នែកណាមួយនៃជីវិតរបស់ខ្ញុំដែលកំពុងបំយកធម៌ពលចិត្តរបស់ខ្ញុំខ្លាំងជាងគេមិនបាច់កែប្រែគ្រប់យ៉ាងភ្លាមនោះទេវាដូចជាការកាត់តម្រឹមមែកឈើយើងមិនចាំបាច់កាប់ទាំងដើមចោលនោះឡើយយើងគ្រាន់តែរើសកាត់មែកណាដែលស្អុយរលួយដើម្បីឲ្យមែកថ្មីដុះមកល្អជាងមុនផ្នែកទី2រចនាជីវិតឲ្យដូចជាការដាំសួនច្បារចូលកថាជីវិតអ្នកគឺជាសួនច្បារមិនមែនជាទីលានរត់ប៉ាណាំងនោះទេសួនច្បារដុះរូតលាស់យឺតវាត្រូវការថែទាំទាំងយប់ទាំងថ្ងៃមិនមែនធ្វើតែម្ដងបានសម្រេចនោះទេការរចនាជីវិតគឺជាជម្រើសដ៏ឆ្លាតវៃតើអ្នកចង់ដាំពូជបែបណាតើអ្នកត្រូវដកស្មៅណាចេញខ្លះតើអ្នកត្រូវការពីម្លប់បែបណាសាកសួរខ្លួនឯងថាតើទម្លាប់ណាខ្លះជាស្មៅដែលបំផ្លាញសេចក្តីសុខរបស់អ្នកតើតំណែងតំណងណាខ្លះដែលផ្ដល់ភាពត្រជាក់ត្រជុំដល់ចិត្តរបស់អ្នកតើក្តីសម័យណាខ្លះដែលត្រូវការពន្លឺថ្ងៃដើម្បីមកបន្ថែមអ្នកមិនត្រូវការជីវិតដែលល្អឥតខ្ចោះដូចគំនូរនោះទេអ្នកគ្រាន់តែត្រូវការជីវិតដែលត្រជាក់ចិត្តល្មមនឹងឲ្យអ្នករស់នៅបានផ្នែកទី3បង្កើតទម្លាប់ដែលផ្ដល់ភាពកក់ក្ដៅដល់អ្នកមនុស្សភាគច្រើនចង់រត់ចេញព្រោះជីវិតប្រចាំថ្ងៃរបស់ពួកគេមានអារម្មណ៍ថាដូចជាតឹងទ្រង់ដូច្នេះកុំដេញតាមតែលទ្ធផលការងារពេកចូលបង្កើតទម្លាប់តូចៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពមានសេចក្តីសុខរស់នៅតាមចង្វាក់ធម្មជាតិស្រូបពន្លឺថ្ងៃពេលព្រឹកស្ដាប់ភាពស្ងប់ស្ងាត់ពេលយប់ដឹងពីពេលវេលាដែលត្រូវខំនិងពេលវេលាដែលត្រូវសម្រាកបើសិនជាអ្នកចង់ឲ្យជីវិតរបស់អ្នកពោរពេញទៅដោយសេចក្តីសុខការពេញចិត្តនៅក្នុងឆាកជីវិតខ្លួនឯងត្រូវតែសាកល្បងរឿងទាំង3នេះទី1បង្កើតទម្លាប់ពេលព្រឹកដែលយឺតជាដូចជាការអង្គុយស្ងៀមឬផឹកទឹកក្តៅអ៊ុនៗទី2ទម្លាប់មួយដែលជួយដល់សុខភាពរបស់អ្នកដូចជាហាត់ប្រាណឬដើរឬក៏រត់ជាដើមទី3គឺជាទម្លាប់មួយដែលជួយឲ្យអ្នកចិត្តស្ងប់ទាំងនេះមិនមែនជាការបង្កើតផលិតភាពការងារទេតែវាគឺជាការផ្ដល់ក្តីស្រឡាញ់ដល់ខ្លួនឯងផ្នែកទី4ផ្ដល់និយមន័យថ្មីនៃភាពជោគជ័យក្នុងព្រៃដើមឈើដែលខ្ពស់ជាងគេមិនមែនមានន័យថាវាពូកែជាងស្មៅដែលដុះនៅលើដីនោះទេវាគ្រាន់តែមានតួនាទីខុសៗគ្នាបើអ្នកវាស់វែងភាពជោគជ័យតាមក្រសែភ្នែករបស់អ្នកដទៃអ្នកនឹងតែងតែមានអារម្មណ៍ថាខ្លួនឯងមិនទាន់គ្រប់គ្រាន់ចូលកំណត់និយមន័យនៃភាពជោគជ័យឡើងវិញគឺភាពស្ងប់ស្ងាត់នៅពេលព្រឹកកម្លាំងមាំមួនៅក្នុងខ្លួនរបស់អ្នកគឺការចេះរកសេចក្តីសុខក្នុងរឿងតូចៗនៅពេលដែលភាពជោគជ័យរបស់អ្នកក្លាយជាភាពសុខសាន្តសេចក្តីសុខរបស់អ្នកនោះការចង់រត់ចេញពីឆាកជីវិតដែលអ្នកមិនពេញចិត្តវានឹងរសាត់បាត់ពីចិត្តរបស់អ្នកទៅមុននឹងបញ្ចប់នេះគឺជាអ្វីដែលអ្នកត្រូវដឹងអ្នកមិនត្រូវការជីវិតថ្មីទើបមានសេចក្តីសុខនោះទេអ្នកគ្រាន់តែកសាងទំនាក់ទំនងល្អជាមួយជីវិតដែលអ្នកមានសពថ្ងៃរៀនកែច្នៃជីវិតដែលភាពទន់ភ្លន់ដូចជាទឹកហូរដែលសឹកធ្មោកយឺតតែភ្ជាប់នឹងអត់ធ្មត់ជីវិតដែលយើងមិនចង់រត់ចោលមិនមែនជាជីវិតដែលអស្ចារ្យឲ្យគេគ្រប់គ្នាស្ងើចសរសើរនោះទេតែវាគឺជាជីវិតដែលស្ងប់ស្ងាត់និងត្រជាក់ចិត្តសម្រាប់យើងទៅវិញល្មមនឹងឲ្យយើងរស់នៅបន្តជារៀងរហូតដូច្នេះដកដង្ហើមមួយដើមមួយចំហៀនតូចហើយចាប់ផ្ដើមច្នៃវាពីថ្ងៃនេះតទៅអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ